Ngàyនេះខ្ញុំមានមុខហូបខតំពាំងព្រៃសាច់ជ្រូក3ជាន់បូកនឹងឆ្អឹងសម្រាប់វិធីធ្វើផងដែរក៏មិនខុសពីគេប្រមាណដែរគ្រឿងផ្សំមានដូចខាងក្រោមវិធីធ្វើគឺខ្ញុំដាក់ឆ្នាំងឲ្យក្តៅដាក់ស្ករត្នោតចូលកូរឲ្យឈ្ងុយឡើងក្រហមល្អទើបខ្ញុំបន្ថែមខ្ទឹមសចូលបន្ទាប់ពីបន្ថែមខ្ទឹមសចូលកូរឲ្យឡើងឈ្ងុយល្អរួចរាល់ខ្ញុំដាក់សាច់ជ្រូកនិងឆ្អឹងជំនីជ្រូកចូលសម្រាប់សាច់និងឆ្អឹងគឺខ្ញុំស្រុះទឹកពុះចេញមួយទឹករួចរាល់បន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកត្រីរ៉ូឌីនិងប៊ីចេងបន្ទាប់មកខ្ញុំកូរច្របល់រួចរាល់ខ្ញុំដាក់ទឹកជាចូលបិទរងាស់ឲ្យពុះទើបខ្ញុំដាក់ទំពាំងព្រេចចូលបន្ទាប់ពីដាក់ទំពាំងព្រេចចូលរួចរាល់គឺខ្ញុំបិទគម្របទុករងាស់ឲ្យពុះល្អបន្ទាប់ពីពុះល្អរួចរាល់ខ្ញុំទៅដាក់ពងទាចូលបន្ទាប់ពីដាក់ពងទាចូលរួចគឺខ្ញុំដាក់បន្ថែមម្រេចបន្តិចផងដែរសម្រាប់ម្រេចគឺខ្ញុំដាក់តែបន្តិចដោយសារតែកូនខ្ញុំគាត់មិនសូវចូលចិត្តហឹរបន្ទាប់ពីយើងរងាស់ប្រហែលជា40 ទៅ 50 នាទីខរបស់យើងគឺឆ្អិនរួចរាល់